សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមានរឿងប៉ັດចំចៃរំលែកពីពាក់ព័ន្ធនឹងរឿងរោងចក្រដ៏រន្ធត់មួយដែលខ្ញុំជួបប្រទះជាមួយនឹងប្រពន្ធក្នុងអំឡុងឆ្នាំ2010ប៉ុន្តែកើតហេតុក្នុងឆ្នាំ2012ដំបូងឡើងកើតហេតុគឺខ្ញុំជាមួយនឹងប្រពន្ធខ្ញុំបានដេកជប់នៅក្នុងរោងចក្រដោយសាររោងចក្រហ្នឹងគឺមានពីរវេនយប់និងវេនថ្ងៃបើចឹងគេហៅថាវេន A វេន B ចឹងទៅប៉ុន្តែខ្ញុំធ្វើការវេនយប់ខ្ញុំសុំនិយាយកាត់ចុះហើយខ្ញុំក៏មិនបានរៀបរាប់ឈ្មោះអ្នកនៅក្នុងធ្វើការជាមួយខ្ញុំដែរប៉ុន្តែអ្នកដែលស្គាល់ខ្ញុំដឹងហើយថាខ្ញុំធ្វើការរោងចក្រជាប្រធានមួយរូបរហូតឡើងដល់ supervisor អញ្ចឹងយើងបែរមកខាងក្រោយវិញគឺខ្ញុំបានជួបប្រទះពេលយប់ដោយសារប្រពន្ធខ្ញុំគឺគាត់ជាអ្នកយល់សពយើងដេកនៅលើម៉ាស៊ីនប៉ាក់អញ្ចឹងទៅប៉ុន្តែយើងយល់សពព្រោះធ្វើការមានយប់មានថ្ងៃអញ្ចឹងខ្ញុំធ្វើយប់ជាមួយនឹងប្រពន្ធខ្ញុំហើយខ្ញុំកាន់កូនក្រុម100នាក់ជាងបន្ទាប់មកទៀតយើងចូលដល់យើងដេកវិញដេកយប់ប្រពន្ធខ្ញុំយល់សពស្រាប់តែយល់សពហ្នឹងឃើញមនុស្សងឿតខ្មៅធំប្រហែលចង់20ម៉ែត្រជាងឬក៏10ម៉ែត្រជាងប្រហែលប្រវែងជាម៉ាស៊ីនប៉ាក់ចាំតិចទៀតហើយរូបភាពខ្ញុំដាក់ឲ្យមើលម៉ាស៊ីនប៉ាក់ហ្នឹងរបៀបម៉េចខ្មៅងឿតធំក៏ពុះរោងចក្រហើយមកទៀតចាប់ពីផុតនឹងបាន2ថ្ងៃខ្ញុំវេន B អញ្ចឹងគេវេន A ហើយខ្ញុំក៏មិនបញ្ចេញឈ្មោះដែរអញ្ចឹងគឺវេននោះគឺមានខ្មោចចូលមកមិនដឹងថាខ្មោចមកពីណាពីណីហើយក៏យើងអត់ដឹងដែរពាក់ព័ន្ធទៅនឹងគឺចូលមកនិយាយចិនមកនិយាយចិនទឹកឡាំឡាយចូលមកខ្វិចនិយាយចិនមកទីសំណែនលិចសំណែនកើតទីចេះទីចុះក្រោយមកក៏នាយករោងចក្រខ្ញុំគាត់ចុះមកផ្ទាល់ព្រោះធម្មតាធ្វើការរោងចក្រគឺចិនឬថ្កាយគាត់នៅក្នុងរោងចក្រហ្នឹងហើយបន្ទាប់មកទៀតបានចុះមកនាំគ្នាចាប់ម្នាក់ស្រីហ្នឹងទៅយកទៅវត្តដើម្បីឲ្យលោកតានៅវត្តផ្លូវជាតិ4ហ្នឹងគាត់ដេញចេញតែនេះជារឿងពិតរបស់ខ្ញុំស្រាប់តែយកទៅដល់វត្តហ្នឹងហើយដេញចេញវឹបចូលអ្នកផ្សេងនឹងមួយទៀតអ្នកដែលនាំទៅនឹងឬស្រី2 3នាក់ទាំងអ្នកចូលម្នាក់ហ្នឹង4នាក់តែទាំងម្នាក់ទាំងអ្នកចូលហ្នឹង4នាក់ហើយមនុស្សប្រុសម្នាក់5នាក់ចេញពីម្នាក់ថាមិនជាឈ្មោះក៏បានដែរចេញពីម្នាក់ដែលចូលហ្នឹងទៅចូលអាអ្នកផ្សេងនាំទៅហ្នឹងដេញហ្នឹងទៅបានដេញចេញមកអស់ក្រោយមកទៀតគេចាប់ដើមខ្លាចម្នាក់ភ័យខ្លាចអត់ហ៊ានធ្វើការវិញអេទេអញ្ចឹងអត់ហ៊ានធ្វើការវិញអេទេក្រោយមកក៏រំឡើងឬស្អែកខាងស្អែកតកែនោះគាត់បានហៅអាចារ្យហៅអីមកសូមមុំមិនដេញឲ្យដាក់ខ្លួនតាមកសអីហ្នឹងជំនឿចិនអីចឹងណាហើយមានរូបយ័ន្តរូបអីចឹងទៅហើយក្រោយមកទៀតពេលចាប់ដើមធ្វើការបដាទៀតទៅស្រាប់តាម្នាក់ដែលចូលត្រែហ្នឹងវាយប់កំពុងតែធ្វើការបងប្អូនដឹងមិនកំពុងតែធ្វើការស្រាប់តែមកទាំងភ្នែនមកដល់វាឃើញតែវារឿងនេះគឺរឿងដែលខ្ញុំជួបជាក់ស្ដែងជារឿងពិតរបស់ខ្ញុំជួបប្រទះជាមួយប្រពន្ធខ្ញុំអំឡុងឆ្នាំ2012អញ្ចឹងខ្ញុំសូមនិយាយអានេះបន្តិចចុះ2012ក្រោយមកដល់ឥឡូវហ្នឹងគឺវាលក្ខណៈ4-10 ឆ្នាំហើយអញ្ចឹងគឺវិលមកក្រោយវិញចូលដល់ពេលអ្នកស្រីនោះក៏ធ្វើការយប់ស្រាប់តែមកភ្នែនរហូតតែម្នាក់ស្រីហ្នឹងខ្ញុំមិនដឹងថាគាត់នឹងរបៀបមិនអីរបៀបមិនវិស័យទៀតគឺក៏ខ្ពស់នោះហើយម្នាក់ស្រីនឹងរត់ពេញក្នុងរោងចក្រហ្នឹងរត់ចូលក្រុមតកក្រុមឲ្យគេជួយហ្នឹងបងមកឲ្យគេជួយចាប់ជួយឲ្យតែឃើញតែឯងដល់ក្រោយមកចាប់ដើមនាំគ្នាភ័យរំធត់ទៅទាំងអស់កម្មករលែងយើងធ្វើការវេនអីនាំគ្នាចូលវេនហ្នឹងសុំចូលវេន B ឲ្យចូលមិនកើតធម្មតាគេរោងចក្រមួយគេតែងតែចែកវេនចែកប្រធានក្រុមអាហ្នឹង
បងប្អូនអ្នកធ្វើការរោងចក្រដឹងហើយក្នុងរោងឆ្នាំនោះគឺខ្ញុំជឿជាក់រោងចក្រខ្លះក៏អាចនឹងមានដែរពីព្រោះខ្ញុំធ្វើការយូរឆ្នាំដែរបងប្អូនខ្ញុំធ្វើការរោងចក្រហ្នឹងតាំងពី2000រោងចក្រតាំងពី2004រហូតមកដល់ឥឡូវវា2026 20ឆ្នាំជាងតែខ្ញុំដូរគ្រប់កន្លែងអញ្ចឹងណាមិនមែននៅតែរោងចក្រនឹងមួយទេរោងចក្រហ្នឹងចូល2010ខ្ញុំចូល2000 2019 2018អានោះផ្លាស់ទៅទីអញ្ចឹងយើងធ្វើមករឿងសាច់រឿងយើងក្រោយវិញចុះហើយសាច់រឿងយើងក្រោយហ្នឹងគឺថាគេចាប់ដើមខ្លាចអញ្ចឹងខ្ញុំក៏ស៊ើបសួរគេថាបងមិនរោងចក្រនឹងមានខ្មៅចិនខអីចឹងខ្លួនឯងដឹងទេរោងចក្រណៃដែលនៅគឺកៅណៃហ្នឹងគឺគាត់សង់នៅលើក្នុងខ្មៅប៉ុន្តែខ្ញុំសូមប្រាប់ពីតាំងទេដោយសារតែប៉ះពាល់ដល់កន្លែងគេប៉ុន្តែខ្ញុំគាត់នៅប្រហែលឈ្មោះហ្នឹងទេនឹងគឺផ្លូវជាតិ4បត់ចូលខ្លងវាទៅរុំអូដឹងនឹងរឿងធំដែលខ្ញុំជួបទៅហើយក៏មានរឿងច្រើនដែររឿងពាក់ព័ន្ធនឹងខ្មោចរឿងពាក់ព័ន្ធនឹងអំសត់ជីវិតរបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងយើងចូលសាច់រឿងហ្នឹងក្រោយមកខ្ញុំក៏សួរនាំគេថាអូននឹងធ្វើលើកនៅខ្មោចអូចូលមកអញ្ចឹងហើយរាប់ពេលទៅទុកទឹកហ្នឹងបងប្អូនទៅមក1មក2យប់បងប្អូនដឹងទេតែងតែមានលឺសំឡេងចាក់ទឹកចាក់អញ្ចឹងទៅឬក៏បើកវាអញ្ចឹងតាមពិតអត់មានទេបន្ទប់ទឹកមានប្រហែលជា20បន្ទប់អញ្ចឹងទៅហើយខ្ញុំចូលទៅគឺចាក់ទឹកឈូអញ្ចឹងទៅអត់ស្រាប់ចេញមកអត់មានមនុស្សខ្ញុំនិយាយទៅបាទរោមមកអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរដែលខ្ញុំជួយចែករំលែកជារឿងពិតរបស់ខ្ញុំផ្ទាល់ក្នុងឆ្នាំ2012ជាមួយនឹងប្តីប្រពន្ធខ្ញុំហើយសូមអភ័យទោសបើសិនជាពាក្យពេចន៍កន្លែងណាដែលមិនច្បាស់លាស់សូមបងប្អូនអភ័យទោសពីព្រោះខ្ញុំជាខ្ញុំថ្មីអីចឹងទៅអរគុណសូមជម្រាបលាសូមជួយបងប្អូនទៅស៊ីមានបានបើសិនជាស្រឡាញ់ចូលចិត្តជួយ follow page follow ជួយចុច subscriber ផងសូមអរគុណជម្រាបលា